ចឹងសម្រាប់បងប្អូនដែលគាត់លក់តាក់ទងនឹងគ្រឿងសម្អាងអីហ្នឹងបងប្អូនអាចយកធំឥឡូវក្មេងទៅ7 8 10ឥឡូវគាត់ចេះទិញអីវ៉ាន់តាមអនឡាញឬក៏ធំដល់អាយុ50តែមកតាក់ទងនឹងអីវ៉ាន់ដូចជា cosmetic អីចឹងតោះជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំសូមមកបង្ហាញបងប្អូនឬក៏មកបរៀនតាក់ទងនឹងការ boot page យើងយក engagement យើងយកអ្នកមើលហើយសម្រាប់ឆ្នាំ2026តាក់ទងនឹងការ boot page នេះតាក់ទងការធ្វើទៅយើងមើលទៅវាមានប្រសិទ្ធភាពល្អយើងយកតែអ្នកមើលទេអញ្ចឹងបងប្អូនដែលអត់ទាន់ចេះឬក៏បងប្អូនដែលចេះហើយបងប្អូនអាចអស់ម្លងមកក្នុងប្រាប់វីដេអូនេះសម្រាប់បងប្អូនដែលអត់ទាន់ចេះសោះអញ្ចឹងណាហើយសម្រាប់សមត្ថភាពសម្រាប់តែទៅនឹងការបរៀនរបស់ខ្ញុំនេះខ្ញុំមិនមានអ្នកចេះច្រើនទេប៉ុន្តែខ្ញុំបង្ហាញសម្រាប់បងប្អូនដែលអត់ទាន់ចេះអញ្ចឹងណាហើយសម្រាប់បងប្អូនដែលអត់ទាន់ subscribe channel របស់ខ្ញុំទេជួយ subscribe channel ខ្ញុំលាក់មួយមកដើម្បីបានទស្សនាវីដេអូផ្សេងៗទៀតបងប្អូនអាចមើលនៅក្នុង channel បានហើយជួយ subscribe ឬ comment លាក់មួយមកសម្រាប់បងប្អូនដែលមានចំណុចផ្សេងៗសម័យឥឡូវយើងលក់ផលិតផលអីមួយទាំងទៅលក់skin care cosmetic ទាំងខោអាវទាំងអស់បើសិនយើងផុសទៅទេយើងអត់ចែកលុយទៅលើ Facebook ទេគឺវាអត់បង្ហាញដល់អ្នកទិញឬក៏អ្នកមើលឃើញទេអញ្ចឹងទាមទារឲ្យយើងចេះបន្ថែមតទៅនឹងការលក់ផលិតផលហើយយើងបង្ហាញផលិតផលរបស់យើងទៅលើបណ្ដាញសង្គមនានាដូចជា Facebook TikTok អញ្ចឹងទៅស្រុកខ្មែរយើងប្រើពីច្រើនតែពីរហ្នឹងទេហើយបើសិនជាស្រុកគេវាប្រើ Instagram មួយទៀតអញ្ចឹងពីច្រើនខ្មែរយើងគឺ viral ទៅលើ TikTok ជាមួយនឹង Facebook ហើយតទៅនឹងការ boot នេះយើងមានច្រើនបងប្អូនណាតទៅនឹងការ boot យក view យក engagement ជាមួយនឹង boot យក message ប៉ុន្តែថ្ងៃនេះខ្ញុំបង្ហាញទៅលើការ boot ទៅលើនឹង engagement ឬក៏សម្រាប់អ្នកមើលសម្រាប់បងប្អូនដែលមើលតទៅនឹងការមើលវីដេអូសុទ្ធអញ្ចឹងណាហើយឥឡូវបើខាតពេលយូរយើងចូលទៅក្នុងវីដេអូរបស់យើងអាចចូលទៅក្នុង computer របស់យើងទៅតទៅនឹងការ boot បងប្អូនមើលទៅនេះខ្ញុំមកឲ្យ boot ទៅលើផលិតផលដូចជាការលក់ឡានឬក៏លក់គ្រឿងសម្អាងស្អីៗដែរបងប្អូនមើលណាហើយនេះលើយើងភក់បោះលើយើង boot ទៅលើ engagement ខ្ញុំបើទៅ2 second អញ្ចឹងនេះ2 second នេះយើងស៊ី2 train មែនតើ 0.004 កតុយហើយយើងបានអ្នកមើលច្រើនដល់ 20,000 ជាង2 second ហ្នឹងហើយ result របស់វា impression នេះវា 40,000 អ្នកជាងឥឡូវអត់ខាតពេលយូរយើងថ្ងៃនេះខ្ញុំយកទៅហៅមួយតែសារខ្ញុំត្រូវ boot ឡានដែរខ្ញុំសារខ្ញុំហងខ្ញុំលក់ឡានខ្ញុំ boot ទៅលើឡានខ្ញុំយកឧទាហរណ៍បងប្អូនមើលមួយតែទៅនឹងការ boot ខ្ញុំជាប្រចាំថ្ងៃអញ្ចឹងបើសិនជាបងប្អូនចូលមកក្នុង computer របស់យើងធម្មតាយើងត្រូវការ boot ទៅលើ ADS manager នេះយើងចូលយក ADS នេះមកហើយយើងចូល create មកយើងចូលមកថ្មីយើងចូលចុចពីលើ create នេះមកវាមានច្រើន awareness មាន traffic មាន engage មាន lead មាន promotion ជាមួយនឹង sale ប៉ុន្តែខ្ញុំសូមបង្ហាញទៅលើតទៅលើ engagement បងប្អូនចុចទៅលើ engagement នេះមក engagement នេះវាមានទៅលើដូចជាឲ្យយើងមើលអញ្ចឹង get more message មានការទិញទៅលើ message មើល video view ក៏បាន point engagement page like ឬក៏ event ផ្សេងហើយវា good for នោះវាល្អទៅលើដូចជា message Instagram WhatsApp អីហ្នឹង view ឥឡូវយើងចូលទៅមុខទៀតមកយើងចុចទៅលើ continue ហើយយើងប៉ះពាល់នេះខាងលើគឺយើងយក manual engagement campaign នេះមកយើងយកនេះមកចុច continue មកអញ្ចឹងបន្ទាប់ពីមកដល់campaign name នេះយើងត្រូវដាក់វាមួយណាបងប្អូនយើងដាក់វាមួយមកយើងត្រូវដាក់ចំណងជើងឬក៏យើងចំណាំវាយើងត្រូវទៅសេលើហ្នឹងមកអានេះខ្ញុំ boot ទៅលើ2 second ខ្ញុំ boot ទៅលើ2 second មកខ្ញុំដាក់2 second ណា2 second ដាក់ view ទៅToyota Alphard នេះដាក់លើហ្នឹងយើងដាក់ប៉ុណ្្នឹងហើយយើងអស់មកក្រោមមកយើងអត់បាច់ធ្វើទេបងប្អូនយើងមិនបាច់ធ្វើទេយើង select លើវាមកយើងមកស្ដាំ copy ដើម្បីយើងយកទៅលើyou get me adset មួយទៀតអញ្ចឹងយើងត្រូវដាក់ឲ្យវាចំណាំទាំងអស់ទៅស្រួលយើងចុច next វាមកចូលមកដល់នេះ adset name នេះយើង copy អាមិញដាក់មកក៏វាស្រួលដែរនិយាយចំមកវាបាក់វាស្រួលយើងចំណាំហើយកន្លែង conversion location នេះយើងកំណត់ទៅលើ message យើងរត់ទៅលើណាអញ្ចឹងបើសិនជាយើងចុចលើ message យើងយកអានេះណាអានេះតើទៅ Instagram live video យើងអត់យកទេយើង focus ទៅលើ Facebook ទេអញ្ចឹងយើងយក message destination តើទៅបើសិនបងប្អូនចង់ឲ្យគេឆាតទៅលើ
លើវីដេអូបងប្អូនដើម្បីទិញវ៉ាវ៉ាន់មួយប៉ុន្តែយើងត្រូវដាក់លើ ad យើងថ្ងៃនេះយើង focus ទៅលើ engagement អ្នកមើលវីដេអូជាងទេអញ្ចឹងយើងដាក់លើ on your ad នេះមកអូខេយើងចុចលើ on your ad ហ្នឹងមកវាចាំតិចវាដើរតោះមកយើងយកវាមាននៅក្នុងនោះវាមានវីដេអូ view ហើយនៅខាងក្រោមនេះវាមាន maximize through play នេះ view នេះអញ្ចឹងយើងយកវីដេអូ view មកហើយយើងយក performance goal នេះយើងយកដាក់2 second មកណាសម្រាប់បងប្អូនដែលក៏លក់ផលិតផលដើម្បីយើងយក mistake មុនគេគឺយើងយក view អញ្ចឹងយើង boot យក view មកវាមានប្រសិទ្ធភាពជាងយើង boot យក view អស់មកboot យក view មកគឺវាបានអ្នកមើលច្រើនហើយបន្ទាប់មកយើងយកវីដេអូនោះទៅ boot ទៅលើ mistake ទៀតក៏វាបានប្រសិទ្ធភាពល្អដែរហើយអានេះវាចូលដល់ budget and schedule នេះតើតើនឹងការកំណត់លុយអញ្ចឹងយើងដាក់មាន2បងប្អូនណាមាន daily budget ជាមួយនឹង lifetime budget ប៉ុន្តែតើតើក្នុងវីដេអូនេះខ្ញុំrecommend បងប្អូនដាក់ daily budget មកយើងកំណត់ជាប្រចាំថ្ងៃមកវាល្អជាងអា lifetime budget នេះដូចជាកំណត់ថាដាក់ក្នុងមួយអាទិត្យហើយកំណត់លុយទៅលើហ្នឹងអញ្ចឹងយើងអត់ចង់ធ្វើអញ្ចឹងទេនៅពេលដែលយើងដាក់ទៅអញ្ចឹង add វាដាក់ល្អយើងទៅដាក់លុយទៅទៀតហើយអញ្ចឹងយើងដាក់ daily budget នេះមកកុំឲ្យវា add ពងដាក់ល្អហើយយើងអត់ដាក់វាខ្លាចវាឡាអូ add របស់យើងដាក់ daily budget នេះមកបន្ទាប់មកយើងបាច់យកច្រើនទេបងប្អូនគេកំណត់ឲ្យយើងវា$20យើងដាក់ទៅ$5មកយើងដាក់ទៅ$5ទៅលើហ្នឹងមកដាក់$5អញ្ចឹងដាក់អាហ្នឹងហើយវាដាក់ you spend earn average នេះគឺតើតទៅនឹង$5ប្រភេទ day នេះធម្មតាវាឲ្យដាក់ទៅ maximum spend មួយថ្ងៃនឹង8.75ប៉ុន្តែយើងដាក់ទៅ5ទៅបានណាយើងមិនដាក់ច្រើនទេតែតងអង់គ្លេសបើសិនយើងអានខុសតិចតួចអីកុំប្រកាន់ទោសពេកអីហើយយើងដាក់$5ទៅហើយតើតង schedule អីនេះយើងមិនបាច់ start ពីថ្ងៃណាយើងមិនបាច់ដាក់បងប្អូនណាយើងមិនបាច់ដាក់ទេហើយយើងអូសមកដល់ក្រោមអានេះយើងមិនបាច់ប៉ះពាល់ទេយើងមិនបាច់ទេអូខេឥឡូវយើងចូលកន្លែង audience បងប្អូនណាយើងចូលកន្លែង audience នេះវារាល់ហើយគឺកំណត់លុយកំណត់អីហើយយើងចូលកន្លែង audience នេះមកអញ្ចឹងតើតើ audience បើសិននៅបងប្អូនធ្លាប់ធ្វើតែបងប្អូនដែលគាត់ចេះអញ្ចឹងណាគាត់ធ្លាប់ធ្វើពីមុនមកគាត់ដឹងហើយគាត់អាច save audience នឹងទុកបានបើសិនគាត់ save ចង់ save ឬក៏អត់ឲ្យទៅអានេះខ្ញុំបញ្យល់លើងាយសម្រាប់បងប្អូនអត់ទាន់ចេះទេគឺសាំញ៉ាំច្រើនអញ្ចឹងយើងចូល audience នេះមកចូល audience យើងកំណត់ទៅលើប្រទេសសិនដោយសារនេះដោយសារ BM នេះខ្ញុំធ្វើវាគឺចាតើតនការកិច្ចពន្ធសាមុនណាពីមុនឥឡូវធ្វើអត់កើតទេគេត្រូវការ verify ញញ៉ៃអញ្ចឹងបងប្អូន select លើនឹងមកហើយយើងវីដេអូរបស់យើងចង់ផុសទៅណានៅស្រុកខ្មែរត្រូវឲ្យយើង boot លក់ផលិតផលលក់ស្រុកខ្មែរយើងអត់ទៅលក់នៅស្រុកគេកើតទេដោយសារយើងលក់នៅស្រុកខ្មែរអញ្ចឹងយើងចុចកន្លែងហ្នឹងមក search location នេះមកយើងវាយពាក្យ Cambodia វានឹងឡើងឲ្យអូខេវាឡើង Cambodia ឲ្យ Cambodia country អញ្ចឹងសម្រាប់បងប្អូនដែលមាន BM ដែលកិច្ចពន្ធសាមុនហ្នឹងកុំភ្លេចខ្វែងឡើងនេះចោលណាសម្រាប់បងប្អូនដែលធ្លាប់មាន BM ហ្នឹងវាអត់បួតទៅកម្ពុជាផងជាមួយនឹងហុងកុងផងនៅស្រុកចិននោះអញ្ចឹងខ្វែងលើនេះចោលអានេះសម្រាប់បងប្អូនដែលមានaccount កិច្ចពន្ធអញ្ចឹងយើងកំណត់ទីតាំងគឺយើងលក់នៅក្នុងស្រុកខ្មែររបស់យើងទេនេះយើងស្រុកខ្មែរហើយមួយទៀតបើសិនជាបងប្អូនចង់ drop location ក៏បានដែរអត់ចង់កំណត់បើអាច drop ចុចលេខ drop location នេះមកបើចុច drop pin ចេះមកបងប្អូនអាចចុចចេះមកក៏បានដែរបានមួយទៀតអញ្ចឹងវាបានថា10ម៉ាយទេបងប្អូនអាចទាញចេះមកអញ្ចឹងណាសម្រាប់បងប្អូនដែលចង់បើថាចង់ boot នៅភ្នំពេញដាក់តែភ្នំពេញមួយទេបើចង់ boot នៅសៀមរាបដាក់សៀមរាបអានេះគេហៅ drop pin អញ្ចឹងខ្ញុំអត់ចង់ boot នេះខ្ញុំចង់ boot នៅស្រុកខ្មែរពេញហ្នឹងហ្មងឲ្យគេមើលឃើញអូខេបន្តមកមួយទៀត success audience នេះគឺតើតើនឹងឲ្យវីដេអូយើងរុញទៅលើ audience យើងកំណត់របស់គាត់ audience របស់យើងអញ្ចឹង audience របស់យើងអំបាច់លឿនបាច់ប៉ះពាល់ទេយើងបាច់ប៉ះពាល់ទេណាហើយយើងមកមើលទៅខាងក្រោមនេះមកតើតើនឹងអាយុអញ្ចឹងការកំណត់របស់ខ្ញុំប៊ូតរហដងខ្ញុំគឺខ្ញុំកំណត់អាយុ audience របស់ខ្ញុំអ្នកមើលរបស់ខ្ញុំឬក៏អ្នកទិញរបស់ខ្ញុំហ្នឹងខ្ញុំកំណត់ធម្មតាខ្ញុំលក់ឡានអញ្ចឹងណាខ្ញុំលក់ឡានខ្ញុំត្រូវយកពីអាយុ30ដល់50ឆ្នាំអញ្ចឹងសម្រាប់បងប្អូនដែលគាត់លក់តាក់ទងនឹងគ្រឿងសម្អាងអីហ្នឹងបងប្អូនអាចយកធំឥឡូវក្មេងទៅ7 8 10ឥឡូវគាត់ចេះទិញអីវ៉ាន់តាមអនឡាញឬក៏ធំដល់អាយុ50ដែរមកតាក់ទងនឹងអីវ៉ាន់ដូចជា cosmetic អីចឹងហើយតាក់ទងនេះ gender នេះ gender ខ្ញុំប្រាប់trong លើ gender ខ្ញុំកំណត់ទៅលើ page អញ្ចឹងតាក់ទងឡានខ្ញុំតាក់ទងឡានគឺខ្ញុំលក់គឺខ្ញុំលក់ទាំងអស់មានន័យថានេះប្រុសមើលក៏ឃើញស្រីក៏ឃើញបើសិនបងប្អូនកំណត់តែប្រុសគឺវីដេអូហ្នឹងមើលទៅគឺរុញតែអតិថិជនដែលគាត់ឬប្រុសទេបើសិនដាក់ស្រីគឺបានតែស្រីទេអញ្ចឹងខ្ញុំរីកកំណត់បងប្អូនលក់ទាំងអស់គឺដាក់ទាំងអស់ទៅ all កន្លែងហ្នឹងទៅកន្លែងហ្នឹងបងប្អូនណាលក់ផលិតផលលើកដេះធម្មតាបើសិនជាលក់ផលិតផលស្រីយើងដាក់ទៅលើស្រីចុះមនុស្សប្រុសយើងចង់ទិញ surprise ប្រពន្ធទិញ surprise សង្សារក្រាស់អីចឹងគឺក៏ត្រូវការទិញដែរត្រូវហើយអញ្ចឹងយើងដាក់ចេះទៅវាល្អជាង
ហើយកន្លែងនេះមួយខ្ញុំលុបម្ដងទៀតខ្ញុំចែកបងប្អូនម្ដងទៀតអាសារនេះខ្ញុំធ្វើពីមុនមកអូខេចាំតិចខ្ញុំលុបចោលអស់អូខេកន្លែងនេះdetail targeting នេះចង់និយាយថាវាជាគេហៅថាអតិថិជនគោលដៅយើងកំណត់យើងមើលខាងលើបងប្អូនណាខ្ញុំមើលសារថ្មីទៀតណាយើងកំណត់ទៅលើខាងលើយើងមើលម្ដងទៀតបងប្អូនមើលយល់យើងកំណត់ទៅលើ message របស់យើងគឺសម្រាប់អ្នកមើលទេ on your ad like conversion location នេះគឺយើងកំណត់ទៅលើអ្នកមើលហើយកន្លែង engagement tab នេះជា engage ប្រភេទគេមើលអញ្ចឹងយើងដាក់មើល video view ហើយខាងក្រោមនេះ performance goal នេះយើងដាក់2 second មកអញ្ចឹងណាហើយយើងអស់មកខាងក្រោមទៀតគឺយើងកំណត់តែលុយទេមួយថ្ងៃ$5ហើយតើតើនៅ schedule ថ្ងៃខែយើងមិនបាច់ដាក់ទេអានេះខ្ញុំសូមបញ្ជាក់បងប្អូនមកទៀតហើយមើលយល់មើលចង់មើលឡើងតែដែលហើយមកខាងក្រោមនេះយើង audience នេះយើងអត់ដាក់ sales សោះយើងមិនបាច់ខ្វល់ទេយើងមកមើលកន្លែង location នេះមកយើង boot ទៅ location មក Cambodia យើងមកស្រុកខ្មែរយើង boot លក់ផលិតផលនៅស្រុកខ្មែរយើងបើសិនបងប្អូនចង់ដាក់លក់ថាចង់យើងលក់ថាបងប្អូនតាមខេត្តអីចឹងបើសិនតែលក់ខោអាវដូចថាលក់នៅផ្សារណាមួយក្នុងក្រុងតុំកំពង់ស្ពឺអញ្ចឹងបើសិនជាចង់បងប្អូននៅកំពង់ស្ពឺលក់បានក៏ដាក់ធំខេត្តកំពង់ស្ពឺទៅដោយសារគាត់អ្នកចិត្តគាត់ជិះទៅមើលគាត់ជិះទៅទិញអញ្ចឹងណាចង់ឲ្យពេញស្រុកខ្មែរទៅមើលដល់កន្លែងគាត់ឆ្ងាយពេកអាហ្នឹងតាមចិត្តបងប្អូនទេហើយខាងក្រោមនេះគឺជា success audience នេះចង់និយាយថាយើងធ្វើមិនឲ្យវីដេអូរបស់យើងរុញទៅត្រូវប្រភេទអ្នកទិញរបស់យើងគាត់ថាយើងខ្ញុំលក់ឡានខ្ញុំធ្វើកំណត់យ៉ាងម៉េចគេហៅថា keyword ក៏បានកន្លែងហ្នឹងឬក៏target ដាក់គោលដៅរបស់យើងគឺយើងត្រូវថា boot ហ្នឹងគឺត្រូវឲ្យបងប្អូនដែលត្រូវការមើលឡានហ្នឹងគឺគាត់មើលវីដេអូឡានរបស់យើងបងប្អូនដែលមើលតាក់ទងនឹងវីដេអូបងប្អូននេះបើសិនជាបងប្អូនឆែកតាក់ទងថាបងប្អូនឥឡូវវាកំពុង viral តាក់ទងនឹងទូរស័ព្ទ iPhone នេះ17 Pro Max ឬក៏ទូរស័ព្ទដែលថ្មីបើសិនជាបងប្អូនចុចមើល17 Pro Max ចេញមកបងប្អូនអូសវីដេអូក្រោយតិចឃើញទៀតគេលក់17ប៉ុន្តែតាក់ទងនឹងហាងផ្សេងគ្នាអញ្ចឹងណាអញ្ចឹងបងប្អូនមើលអីបងប្អូនមើលឡានគេឃើញឡានបងប្អូនមើលតាក់ទងនឹងការគេលក់ខោអាវគេលក់លេឃើញតលេអញ្ចឹងកន្លែងនេះគេថា success and audience នេះគេកំណត់អតិថិជនគេកំណត់ឲ្យធ្វើឲ្យបុកវីដេអូរបស់គេទៅជាមួយនឹងអតិថិជនរបស់គេអញ្ចឹងកន្លែងនេះខ្ញុំនិយាយពីមុនមកហើយបងប្អូនមើលពីមុនមកគឺកំណត់ទៅលើអាយុអ្នកទិញរបស់យើងហើយ gender នេះតាក់ទងនឹងប្រុសឬស្រីណាប្រុសស្រីហើយកន្លែងនេះ detail targeting កន្លែងគោលដៅនេះហើយដែលខ្ញុំនិយាយមិញអញ្ចឹងឥឡូវអត់ប្របាក់ទេបងប្អូនអត់ប្របាក់ទៅរក keyword ឬក៏ទៅរកយើងនឹងគួយមួយតាក់ទងនឹងយើងរកកន្លឹះមួយថាធ្វើម៉េចវីដេអូឲ្យចេញទៅដល់ភ្ញៀវរបស់យើងទេឥឡូវវាមាន AI មួយកន្លែងនេះ describe your audience បងប្អូនមើលឡើងហ្នឹងទៅភាសាអង់គ្លេសខ្ញុំវាមិនណាស់អីដែរទេអានមកដាច់ចេះដូរបាយហូបអញ្ចឹងកន្លែងនេះយើងចង់និយាយយើងពីព័ត៌មានទៅតាក់ទងនឹង audience របស់យើងលក់អីយើងពីព័ត៌មានយើងសរសេរកន្លែងនេះយើងសរសេរកន្លែងនេះ audience របស់យើងសរសេរប្រាប់ AI ទៅ AI វាចុចដាក់ឲ្យឧទាហរណ៍ខ្ញុំលក់ឡាន Toyota Alphard អញ្ចឹងណា Toyota Alphard អញ្ចឹងកន្លែងនេះយើងសរសេរកន្លែងហ្នឹងមកហើយបើថាបងប្អូនលក់លេបងប្អូនសេមកcosmetic អីទៅឬតាក់ទងនឹងគ្រឿងអីផ្សេងទៅបងប្អូនលក់ខោអាវដាក់ close ដាក់អីចឹងទៅអញ្ចឹងខ្ញុំសរសេរបានប៉ុណ្្នឹងហើយខ្ញុំចុច find option កន្លែងនេះអូខ្ញុំភ្លេចប្រាប់បងប្អូនកន្លែងមួយកន្លែងនេះគេ describe your audience នេះចង់និយាយថាយើងវិព័ន្ធនាថាតាក់ទងនឹង view អតិថិជនរបស់យើងឬក៏ keyword កន្លែងហ្នឹងយើងចង់យើងលក់អីចឹងយើងប្រាប់ទៅលើ AI កន្លែងនេះ use original detail targeting នេះយើងអង្គុយសេមួយដែរដាក់ថាToyota ចឹងមកយើងសេToyota Alphard អូខេ Alphard តិច Alphard នេះគេវាចេញមកចែកមួយ interest អញ្ចឹងវាញ៉ៃច្រើនយើងពិបាករកអញ្ចឹងយើងធ្វើតាមនេះទៅលឿន describe ទៅហើយយើងសរសេរឡើងមក Toyota Alphard បន្ទាប់មកយើង find option មានន័យថាយើងសរសេរលើហ្នឹងយើងចុចឲ្យ AI វាជ្រើសរើសឲ្យយើងទីគេវានឹងមក internet slow តិចអញ្ចឹងវាពង search ហើយអូខេវាមកឃើញទេបងប្អូនវាមកតែទៅយើងសេតែប៉ុណ្្នឹងវាមកនេះវាមកវាប្រាប់យើង Toyota Alphard vehicle Toyota vehicle តាក់ទងនឹងកន្លឹះឡានដែលយើងលក់ថ្ងៃហ្នឹងគឺវាមកប៉ុណ្្នឹងឬក៏បងប្អូនចង់រើសតែបន្តិចទេបងប្អូនអាចមកខ្វែងលេខនេះបាននេះឡើយនេះ use នេះវារត់មកយើងសរសេរឡើយនេះមកវាចេញឡើយនេះវាចេញមកលេខ use វា use នេះមកអញ្ចឹងបើសិនជាបងប្អូនអត់ចង់បានទេបងប្អូនគាត់ចុចខ្វែងចេះមួយមកខ្វែងកន្លែងណាអត់ចង់ខ្វែងទៅតែកន្លែងនេះវាមកគ្រប់ហើយនៅត្រូវវាមកគ្រប់ហើយអញ្ចឹងកន្លែងដែលយើងសរសេរវាមិនវាមកកន្លែងនេះ direct auto ហើយ
ចឹងខ្ញុំត្រូវបន្ថែមមួយទៀត online shopping មកដោយសារតើតើនឹងអញ្ចឹងវាយើងអត់ចោលអត់បានទេ online shopping យើងត្រូវដាក់នឹងមួយទៀតមកដើម្បីយើងត្រូវ interest យើងដាក់ចំអ្នកដែលចូលចិត្តទិញអីវ៉ាន់ online តាមទូរស័ព្ទអូខេតែប៉ុណ្្នឹងបើសិនបងប្អូនចង់ save audience save ឡើយនេះថ្ងៃក្រោយយើងអត់ប្របាកទេបើ save ហើយគឺបងប្អូនអាចមកមើលកន្លែងនេះបាននេះខ្ញុំធ្លាប់ save ពីមុនមកអញ្ចឹងនេះ use save audience នេះខ្ញុំសរសេរឡើយនេះយើង save ឡើយហ្នឹងមកវារត់ឡើងមើលឡើយនេះហើយវារត់ឡើងមើលឡើយនេះណាចូលទៅ alpha only audience save ឡើយហ្នឹងអូខេដល់នឹងចប់យើងមើលខាងក្រោមអានេះ add transparency នេះយើងមិនបាច់ខ្វល់ទេព្រោះខ្ញុំធ្លាប់ធ្វើបើខ្ញុំដាក់ឈ្មោះខ្ញុំអញ្ចឹងអូខេមកទៅមកយើងដល់ placement ម្ដងតើតើនៅ placement នេះគឺយើងតើតើនឹង placement នេះយើងយក platform ផ្សេងៗអញ្ចឹងណាដូចយើងលើ platform ផ្សេងៗអញ្ចឹងយើងអូសមកដល់ក្រោមមកកន្លែងនេះ account control អញ្ចឹង exclusive placement នេះវាមានក្នុងនោះវាមាន audience network negative មាន band មានអីទាំងអស់ banner អីមានអីយើងចុចលេខ edit placement នេះមកអញ្ចឹងក្នុងនោះវាមានច្រើនអញ្ចឹងណានេះបើសិនបងប្អូនចង់ថែមរឿងហ្នឹងអីលើហ្នឹងប៉ិនខ្ញុំអត់ recommend ដាក់ទៅយើងដាក់តែប៉ុណ្្នេះបានហើយតើតើនឹង feed នេះ marketplace ជាមួយនឹង right column មកស្ដាំដៃតែប៉ុណ្្នឹងទៅហើយយើងអូសមកខាងក្រោមទៀតយើងអូសមកក្រោមទៀតយើងដាក់វាឡើងនេះវាដាក់ show more setting អញ្ចឹងឡើងនេះវាឲ្យយើងមើលទៀតដាក់ device and operating ជាមួយនឹង system អញ្ចឹងតើតើកន្លែងនេះយើងគឺកំណត់ទៅលើទូរស័ព្ទអញ្ចឹងកន្លែងនេះឬក៏ទូរស័ព្ទឬក៏កំណត់ទៅលើរបស់ដែលយើងប្រើប្រាស់ថាបងប្អូនមើល computer ឬមើលទូរទស្សន៍ឬមើលទូរស័ព្ទ tablet អីចឹងកន្លែងនេះដាក់ all device វា recommend ដល់ all device អញ្ចឹងអត់ទេខ្ញុំ boot ភាគច្រើនខ្ញុំ recommend បងប្អូន boot ទៅលើ mobile បានហើយពីមក desktop ដែរឬ computer ដែរអញ្ចឹងយើងដោះវាចេញមកឡើយនេះមកណាយើងដាក់ទៅ mobile ទៅទេបានហើយយើងដាក់ទៅ mobile ទៅទេហើយឡើយនេះដាក់វាមាន all mobile device អញ្ចឹងយើងដាក់ all mobile មកណាតាក់ទងទូរស័ព្ទមកអីទៅទាំងអស់នេះបើសិនបងប្អូនចង់ boot ទៅលើ Android ដាក់ Android បងប្អូន boot ទៅលើពួក iPhone iOS boot លើ iPhone អញ្ចឹងខ្ញុំឲ្យ recommend បងប្អូនដាក់ all មកឡើយហ្នឹងអញ្ចឹងចំណាំឡើយហ្នឹងបងប្អូនត្រូវដោះគ្រីសកន្លែងនេះចោលវាមានគ្រីសអញ្ចឹងយើងដោះវាចោលកន្លែងហ្នឹងយើងដោះវាចោលមកកុំលើទៅលើ desktop យើង boot ទៅលើទូរស័ព្ទដល់មនុស្សគាត់ចូលចិត្តមើលទូរស័ព្ទទេគាត់អត់ចូលចិត្តមើល computer អង្គុយមើល ad មើល video អីច្រើនទេបងប្អូនត្រូវមើលឡើយហ្នឹងឲ្យយល់ហើយបងប្អូនតិចជាប់គ្រីសឡើយនេះ only when connect to Wi-Fi ប្រយ័ត្នឡើយនេះអញ្ចឹងយើងកុំ connect វាឡើយនេះកុំគ្រីសវាឡើយសោះអញ្ចឹងដោះគ្រីសវិញអញ្ចឹងច្រឡំគ្រីសឡើយហ្នឹងដោយសារអីយើងអត់ចង់ឲ្យ ad ហ្នឹងទៅលើ app ទាំងអស់ហ្នឹងលើទូរស័ព្ទទាំងអស់ហ្នឹងតោះទៅមើលលើ Wi-Fi បើឃើញរបស់យើងទេអញ្ចឹងយើងអត់ត្រូវអញ្ចឹងយើងត្រូវមើលទៅលើទូរស័ព្ទផងអីផងលើ internet SIM ផងយើងមើលបានទាំងអស់ហើយមួយទៀតដល់ platform ទាំងអស់នេះវាមាន2អញ្ចឹងណា Facebook and Instagram អញ្ចឹងយើងចុចកន្លែងប៊ិចនេះមកខ្មៅដៃក៏បានដែរប៊ិចខ្មៅដៃយើងដោះកន្លែងនេះចេញដោយសារយើង boot ទៅលើ Facebook ទេយើងដោះ Instagram ចោលណា Instagram ចោលហើយបើសិនជាបងប្អូនមើលឡើយហ្នឹងអស់ហើយយើងមិនបាច់ខ្វល់អីច្រើនទេហើយយើងដោះអស់ហើយណាយើងដោះអស់លេងហើយយើងដោះយើង boot ទៅលើ message មួយចំណាំមើលឡើយហ្នឹងជាក់លាក់ទីបងប្អូនណាជាក់លាក់ហើយផ្សេងៗនេះយើងមិនបាច់ខ្វល់ទេបងប្អូនណាបាច់ខ្វល់ទេយើងចុច next មកទៀតមកបន្តមកយើង complete នេះផាកលេខ add name មកដោយសារឲ្យវាលុតឡើងទៅលើនឹង address របស់យើងចុចអាហ្នឹងមកយើងផាវាមកទៅមកយើងចំណាំថាឡើងយើង boot ទៅលើឡានអីហើយតើតើនឹង partnership add នេះយើងមិនបាច់ប៉ះពាល់វាទេ identity នេះវាចង់និយាយថាយើង boot ទៅលើ page មួយណាអញ្ចឹងក្នុងនេះយើងមាន boot ខ្ញុំ boot LAN វាមាន page LAN OK ហើយវាមាន3 page ទៀតអ្នកបងប្អូនចង់ boot page ណាយើង boot ទៅលើ page ហ្នឹងទៅប៉ុន្តែខ្ញុំ boot ទៅលើ LAN នេះអូខេ89ហើយចុះមកដល់ក្រោមយើងឡើង add setup ឡើង add setup នេះគឺវាមានន័យថាយើងបង្កើត add យកវីដេអូពីក្នុង Facebook ដែលយើងផុសយើងយកមកបង្កើតជាវីដេអូយើងផុស boot យកព័ត៌មានយើងឲ្យគេមើលទីមួយវាគឺ create ad យើងបង្កើតភ្លាមទៅលើនៅក្នុងនៅពេលយើងពងធ្វើវានេះប៉ុន្តែខ្ញុំអត់ចង់អញ្ចឹងទេខ្ញុំយកអាទី2នេះ use exciting use exciting post មានន័យថាខ្ញុំទៅយកក្នុងវីដេអូក្នុង Facebook ដែលខ្ញុំផុសរួចអញ្ចឹងណាខ្ញុំចុចយកនេះមកហើយបន្ទាប់មកយើងអស់មកក្រោមទៀតយើង level ផ្សេងៗដាក់វាធម្មតាហើយយើងចុច add creative នេះអញ្ចឹងយើងចុចទៅយក select post ហ្នឹងមកនៅក្នុង page ហ្នឹងនេះវីដេអូនេះខ្ញុំផុសមិញតើតើនៅ LAN Alpha នេះអូខេខ្ញុំ select លើវាទៅវាឡើងទៅលើនេះវាឡើងទៅលើនេះ
ខ្ញុំ select ទៅវាចុះមកនៅនេះហើយខ្ញុំចុច continue អូខេទីទៀតវីដេអូវា load មកខាងផ្ទាំងស្ដាប់ដៃរបស់ខ្ញុំហ្នឹងអូខេខ្ញុំចុច add លេខនេះមកឃើញវីដេអូហ្នឹងនេះវីដេអូហ្នឹងហើយយើងមើលខាងក្រោមតើតើនឹងយើងលក់ផលិតផលយើងលក់ផលិតផលយើងក៏ផ្លិចយើងអត់ត្រូវដាក់គេខលេយើងដាក់លេខនេះអូសមកខាងក្រោមអត់ដាច់មកណាអានេះចំណងជើងខ្ញុំដាក់ទេទៅចង់បន្ថែមអក្សរឲ្យទៀតយើងអត់ចង់ដាក់ទៅហើយអានេះកន្លែងនេះ call to action នេះវាមានដូចជាឥឡូវខ្ញុំឆែកឲ្យមើលវាមានច្រើនវាមាន subscribe មាន corner មានអីទាំងអស់ប៉ុន្តែខ្ញុំ recommend ដល់បងប្អូនតាក់ទងនឹងការវីដេអូនេះគឺយើងមិនបាច់ធ្វើច្រើនទេគឺយើងឲ្យគេ message ទៅលើវីដេអូរបស់យើងហើយគេចុច message មក send message ឡើងនេះហើយបងប្អូនអូសមកខាងក្រោមទៀតវាគឺចប់ហើយប៉ុណ្ណឹងបងប្អូនណាចប់ហើយអត់មានអីទៀតទេអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនទៀតឲ្យបងប្អូនមើលសារថ្មីណាបងប្អូនណាអញ្ចឹងយើងចូលមកដំបូងគេគឺមាន campaign name នេះយើងដាក់ឈ្មោះវាមកហើយយើងបាច់ level អីទៀតទេយើងចុច next ណានេះចុច next នេះមកអូខេយ៉ាច្រឡំមកដល់ខ្នោះ2ដងអូខេយើងចុចទី2គឺ add set name យើងផាសឈ្មោះនេះទៀតមកដល់លឿនហ្នឹងហើយកន្លែង conversion នេះ conversion location នេះយើងចង់និយាយថាតើតើនៅវីដេអូហ្នឹងឲ្យយើងប៊ូតទៅខាងណាយើងប៊ូតទៅ message ឬប៊ូតឲ្យគេមើលអញ្ចឹង Instagram live video ប៉ុន្តែយកតើតើអាហ្នឹងទេគឺយើងមើលទៅលើ message នេះមក message destination ចង់ឲ្យគេ boot ឲ្យគេឆាត message មកយើងសួរតម្លៃសួរអីទី2គឺ on your ad អញ្ចឹងឲ្យគេមើលវីដេអូរបស់យើងគឺវា viral ជាងឲ្យមើលវីដេអូរបស់យើងហើយ engagement tab នេះគឺយើងឲ្យចុចមើលលើវីដេអូនេះមក view view ហើយ performance goal នេះឲ្យគេយើង select ទៅលើ maximize 2 second នេះមកអាពីរហ្នឹងយើងមានប្រតិភិបដូចគ្នាប៉ុន្តែយើងដាក់អានេះ plate មកដោយសារគេធម្មតាគេអុសកាត់ទៅមើលមកឆិចទៅបើគេចាប់អារម្មណ៍គេមើលទៀតអញ្ចឹងណា2 second អញ្ចឹងហើយយើងមកដល់ក្រោម dynamic creative នេះយើងបាច់ប៉ះពាល់ទេហើយខាងក្រោមនេះគឺ budget schedule នេះតើតើនឹងការកំណត់លុយទៅលើ app របស់យើងក្នុងមួយថ្ងៃប្រមាណអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់បងប្អូនម្ដងទៀត daily budget យើងដាក់ជាប្រចាំថ្ងៃហើយ lifetime យើងដាក់ចូលទៅថាយើងកំណត់ថ្ងៃដែលយើង boot ទៅចង់ boot ប្រហែលថ្ងៃថា3ថ្ងៃឬក៏មួយអាទិត្យយ៉ាងនេះយើងចុចលើ lifetime budget នេះប៉ុន្តែខ្ញុំរៀបកំណត់បងប្អូនតើតើនឹងការធ្វើរបស់វាគឺយើងធ្វើ daily budget នេះទៅគឺវាល្អយ៉ាងម៉េចល្អគឺលុយយើងបើសិនជាវាកាត់អស់យើងអាចដាក់ទៅទៀតអញ្ចឹងយើងដាក់លុយទៅអេតវាដើរទៅទៀតបើយើងដាក់ daily budget lifetime budget នេះយើងកំណត់តែលុយទេហើយ boot យើងត្រូវញ៉ៃច្រើនទៀតហើយមកដល់ខាងក្រោមនេះយើង assistant schedule start date អីយើងមិនបាច់ធ្វើវាទេយើងអូសមកក្រោមទៀតយើងមកចាប់អារម្មណ៍លេខ audience នេះវិញ audience នេះយើងកំណត់ទៅលើទីតាំង boot របស់យើង boot ទៅក្នុងស្រុកខ្មែររបស់យើងកម្ពុជាហើយយើងកំណត់វាទៅដាក់លើ Cambodia នេះមកហើយតើតើអាយុគឺយើងកំណត់របស់វាណាអានេះយើងមិនបាច់ធ្វើក៏បានយើងកំណត់កន្លែងនេះក៏បានដែរយើងមកធ្វើកន្លែងនេះមកអាយុចាប់ពី50 30ដល់50ខ្ញុំលក់ឡានអញ្ចឹងអានេះយើងដាក់ gender នេះគឺមនុស្សស្រីឬមនុស្សប្រុសយើងដាក់ទាំងអស់ទៅហើយមួយទៀត detail targeting នេះតើតើនឹងការកំណត់វីដេអូរបស់យើងរុញទៅដល់អតិថិជនរបស់យើងដែលគាត់ចូលចិត្តមើលវីដេអូយើងប្រភេទលក់ឡានអញ្ចឹងយើងដាក់ប្រភេទលក់ឡានឲ្យភ្ញៀវមើលហើយខាងក្រោមទីគឺ transparency នេះយើងមិនបាច់ខ្វល់ទេបងប្អូនមិនបាច់ខ្វល់មិនវិញទេអញ្ចឹងយើងចូលដល់ placement នេះ placement គឺយើងត្រូវតើតើនឹងការធ្វើ placement វាគឺដូចជា Facebook ជាមួយនឹង Instagram អញ្ចឹងយើង boot ទៅលើ Facebook Instagram យើង boot ទេហើយកន្លែង run ad នេះតើតើនឹងគឺយើងកំណត់ទៅលើទូរស័ព្ទក៏កំណត់ទៅលើ desktop ហើយទូរស័ព្ទយើងដាក់ទាំងអស់ទៅហើយកុំគ្រឹះទៅលើកន្លែងនេះដោយសារវា connect ទៅ Wi-Fi ឲ្យមើលបាន ad របស់យើងហើយយើងមកក្រោមមកយើង select យក Facebook នេះអញ្ចឹងណាបងប្អូនយើងលេខលើ Facebook នេះអញ្ចឹងចប់ហើយការងារប៉ុណ្ណឹងយើង next មកខាងមុខទៀតមកអូខេតមកដល់ line ad name នេះនៅពេលយើង ad name យើង select ad name យើង save ពីមុនមកយើងក៏ copy ផាសមកនៅពេលយើង save ទៅយើងផុសទៅគឺវាឡើងលើហ្នឹងហើយវាឡើងទៅលើADS របស់យើងមួយចំណាំមើលអញ្ចឹងយើងដាក់វាឲ្យអស់យើងអស់មកក្រោមមកមើលកន្លែង identity នេះកន្លែង partnership ad នេះយើងបាច់ខ្វល់ទេមកខ្វល់កន្លែងនេះវិញជាងកន្លែងនេះយើងកំណត់ទៅលើទីតាំងឬ page ឬក៏យើងកំណត់លើ page មួយណាយើង boot អញ្ចឹងយើង select យក page មួយណាបន្ទាប់មក ad set នេះ ad setup នេះគឺយើងទី1វាគឺ create អញ្ចឹង create នេះគឺចង់មានន័យថា create នេះគឺចង់មានន័យថា create new ad អញ្ចឹងនិយាយថាយើងអត់ទាន់ផុសវីដេអូក្នុង page របស់ទេក្នុងវីដេអូ Facebook របស់យើង page របស់យើងទេយើងមកកំផុសកន្លែងហ្នឹងប៉ុន្តែខ្ញុំផុសហើយគឺខ្ញុំមកយកកន្លែង use exciting post នេះខ្ញុំចុចទៅយកដូចខ្ញុំបង្ហាញបងប្អូនមិនអញ្ចឹង
ហើយយើងអានេះយើងបាច់ខ្វល់ទេយើងអូមកដល់ក្រោមមកបន្ទាប់មកយើង select ផុសកន្លែងនេះយើងដាក់វីដេអូបានហើយនេះជាចំណងជើងដែលយើងដាក់ឲ្យយើងចង់ edit បន្ថែម edit បានហើយកន្លែង call to action នេះគឺយើងកន្លែងនេះយើងត្រូវកំណត់ message ណាបងប្អូនណាកុំកំណត់ផ្សេងយើងត្រូវឲ្យគេឆាតសួររបស់យើងឆាតសួរមកយើងហើយបើសិនបងប្អូនចង់កំណត់ message ទៅលើនឹងតាក់ទងគេសួរអីញ៉ៃច្រើនបងអាចកំណត់បងប្អូនអាចកំណត់បាននេះកន្លែងកំណត់បានកន្លែងកន្លែង message នេះកន្លែងនេះកន្លែងកំណត់ message នេះបើសិនបងប្អូនចង់ឲ្យកំណត់ខ្ញុំអត់កំណត់ទេបងប្អូនអាចកំណត់បងអាចកំណត់បាននេះកន្លែងនេះចាំមើលមេរៀនមួយទៀតតាក់ទងនឹងការកំណត់ធ្វើ book message ចាំខ្ញុំធ្វើឡើងនឹងឲ្យអញ្ចឹង boot យើងមាន3ដំណាក់កាលតែប៉ុណ្្នឹងឯងបន្ទាប់មកយើងក៏ចុចផុសទៅអូខេនេះវាពង public ផុសនេះពងទៅហើយអូខេកន្លែងនេះវាដាក់នេះ multiple item post នេះវាទៅជោគជ័យហើយអញ្ចឹងវាឡើងទៅលើនេះកន្លែងនេះបងប្អូនណាកន្លែងលើនេះអញ្ចឹងយើងខ្វែងនេះអស់មកអានេះអស់ហើយនេះអស់យើងចុចលើ campaign នេះមកវាឃើញទាំងអស់នេះបើយើងចង់មើលអេទាំងអស់មើលវីដេអូមើលទាំងអស់នេះខ្ញុំ boot ទៅលើនឹងឃើញទេខ្ញុំស្ប boot នេះ boot ច្រើននេះ boot មាន message មួយរៀលជាងដោយសារខ្ញុំលក់ឡានយើងនិយាយតម្លៃទៅ20000ជាង30000វា boot message វាថ្លៃដែរហើយនេះ boot 2 second 2ថ្លៃទេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមិញហ្នឹងអស់ហើយអរគុណច្រើនណាស់បងប្អូនកុំភ្លេចជួយ subscribe ផងដើម្បីបានទទួលមេរៀនផ្សេងៗទៀតអរគុណច្រើន